Videoនេះគឺជារបៀបក្នុងការបដូរកញ្ចក់អេក្រង់របស់យើងឲ្យទៅជាពណ៌ខ្មៅឬក៏ពណ៌សតាមអ្វីដែលយើងចង់បានហើយអក្សរនេះក៏ចឹងដែរនៅពេលដែលយើងដូរទៅជាពណ៌ខ្មៅអេក្រង់របស់យើងអក្សរនេះប្រែទៅជាពណ៌សហើយនៅពេលដែលអេក្រង់យើងបដូរទៅជាពណ៌សអក្សរនេះប្រែជាមកពណ៌ខ្មៅវិញដើម្បីយើងធ្វើបែបហ្នឹងដើម្បីឲ្យទូរស័ព្ទរបស់យើងទី1គឺវាអត់សូវស៊ីថ្មណាទី2វាជួយរក្សានៅភ្នែករបស់យើងកុំឲ្យពលឺនឹងជះមកប៉ះពាល់ដល់ភ្នែករបស់យើងអូខេបើចង់ចេះអាចមើលវីដេអូនេះបានបាទសួស្តីបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលចង់ចេះពីរបៀបក្នុងការធ្វើឲ្យផ្ទៃអេក្រង់ទូរស័ព្ទរបស់យើងប្រែក្លាយទៅជាពណ៌ខ្មៅហើយអក្សរនេះគឺប្រែក្លាយមកជាពណ៌សវិញដើម្បីកុំឲ្យទូរស័ព្ទរបស់យើងនឹងឆាប់អត់ថ្មណាស៊ីថ្មលឿនអញ្ចឹងទៅឬក៏ដើម្បីឲ្យមានបញ្ហាប៉ះពាល់ដល់ភ្នែករបស់យើងអីអញ្ចឹងទៅអញ្ចឹងដើម្បីឲ្យវាមានពណ៌ស្រទន់ពណ៌អេក្រង់នេះពណ៌ខ្មៅអញ្ចឹងយើងចូលទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នាណាមុនដំបូងយើងចូលទៅ setting មកបងប្អូននេះយើងចុច setting ហើយបន្តមកនេះកន្លែងដែលយើងបដូរពណ៌បងប្អូននេះយើងចុចកន្លែងដាកហ្នឹងមកវានឹងប្រែពណ៌ហើយឃើញទេបងប្អូនវាប្រែពណ៌មកជាខ្មៅណាអញ្ចឹងយើងចូលទៅកម្មវិធីឃើញខ្មៅទេបងប្អូនបាទអញ្ចឹងយើងយកចូលមក Telegram របស់យើងគឺប្រែមកជាពណ៌ខ្មៅវិញបងប្អូនអក្សរឯនេះវាប្រែមកជាពណ៌សវិញអញ្ចឹងធ្វើឲ្យយើងនឹងគឺលក្ខណៈស្រទន់ងាយស្រួលក្នុងការមើលមិនប៉ះពាល់ដល់ភ្នែកហើយទូរស័ព្ទយើងប្រើទៅក៏វាមិនសូវស៊ីថ្មអត់ថ្មដែរបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងចេះបដូរទាំងអស់គ្នាអរគុណច្រើនសូមគោរពលាបងប្អូនទាំងគ្នា